មិនត្រឹមតែឈុតកម្មវិធីទេគឺគាត់យកទាំងឈុតជាមួយនឹងការរៀបចំការហូបរយៈពេល3ថ្ងៃតែម្ដងដើម្បីទទួលជាមួយនឹងគេហៅថាឪពុកម្ដាយរបស់កូនកំឡោះជាភ្ញៀវកិត្តិយសភ្ញៀវពិសេសព្រោះគឺជួយលើកមុខមាត់ខ្លាំងមែនទែនដោយសារបងប្អូនដឹងហើយកម្មវិធីផ្សេងៗទៅដល់តាមបណ្ដាខេត្តគឺពិបាកខ្លាំងណាស់ប៉ុន្តែខាងយើងគឺនៅតែព្យាយាមរៀបចំយ៉ាងសម្រិតសម្រាំជូនដល់អតិថិជនរបស់យើងឲ្យទទួលបានជាមួយនឹងអាហារសុខភាពដែលមានរសជាតិឆ្ងាញ់អាហារសុខភាពដែលមានអនាម័យហើយអ្វីដែលពិសេសទៀតបងប្អូនដឹងហើយថាពេលដែលយើងធ្វើហើយតើយើងគួរទុកដាក់បែបណាបងប្អូនមានឆ្ងល់ទេដើម្បីឲ្យអាហាររបស់យើងហ្នឹងគឺទទួលបានអាហារដែលមានកម្ដៅក្តៅក្តៅអ៊ុនអ៊ុនហុយហុយអញ្ចឹងយើងចាប់ផ្ដើមរៀបចំវេចខ្ចប់ដោយសារខ្ញុំនិយាយបញ្ជាក់មុនអញ្ចឹងដោយសារខ្ញុំនៅខាងប្រទីមានជ័យពេលដែលខ្ញុំមកដល់ហ្នឹងគឺស្រុកកំណើតរបស់ខ្ញុំអញ្ចឹងខ្ញុំរៀបចំនៅប្រទីមានជ័យទេប៉ុន្តែយើងបានដឹកជញ្ជូនពីប្រទីមានជ័យហ្នឹងទៅប៉ោយប៉ែតដែលមានរយៈចម្ងាយប្រហែលជា50-60គីឡូម៉ែត្រហ្នឹងគឺយើងវេចខ្ចប់មានដាក់តកកមានដាក់ធុងតកកធុងអីដើម្បីខ្លះសេសាច់ដើម្បីខ្លះសេបន្លែម្ហូបណាដែលយើងអាចធ្វើបានយើងធ្វើដោយបកងខ្ទិះអីយើងធ្វើហើយយើងវេចខ្ចប់ដើម្បីពេលយើងយកចូលដល់កម្មវិធីគឺយើងដាក់កម្ដៅអញ្ចឹងពេលដែលខ្ញុំចូលដល់កម្មវិធីខ្ញុំចាប់ផ្ដើមជួបជាមួយនឹងមេចុងភៅប្រចាំតំបន់ដូចបងប្អូនដឹងហើយអាហារសុខភាពមិនមែន50តុក60តុកទេនៅក្នុងកម្មវិធីនីមួយៗ